ជំរាបសួរខ្ញុំបាទឈ្មោះអ៊ុំញៀនពិសិដ្ឋជានាយកអង្គការ CBN កម្ពុជាដោយអង្គការយើងខ្ញុំមានបេសកកម្មពិសេសនិងដើម្បីជួយធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋបានប្រសើរឡើងហើយអង្គការ CBN កម្ពុជាមានបេសកកម្មមនុស្សធម៌ជាច្រើនដែលបានធ្វើនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ2005រហូតមកដល់បច្ចុប្បន្ននេះហើយក្នុងនោះផងដែរយើងខ្ញុំក៏មានបេសកកម្មពិសេសដើម្បីនឹងនាំការព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃឆ្លៀតក្នុងឱកាសនេះដែរខ្ញុំបាទក៏សូមជម្រាបជូនអំពីរបាយការណ៍លទ្ធផលដែលយើងខ្ញុំបានធ្វើបេសកកម្មព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងកាលពីខែកន្លងមកចាប់ពីថ្ងៃទី22ដល់ថ្ងៃទី25ខែមីនាឆ្នាំ2016ជាលទ្ធផលយើងបានផ្ដល់ការព្យាបាលដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋចំនួន1148នាក់ក្នុងនោះជំងឺទូទៅមានចំនួន930នាក់និងជំងឺមាត់ធ្មេញមានចំនួន218នាក់បេសកកម្មបន្តទៀតយើងនឹងនាំការព្យាបាលទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារចំនួន4ថ្ងៃបន្តទៀតចាប់ពីថ្ងៃទី3ដល់ថ្ងៃទី6នៅក្នុងភូមិចំនួន4ដោយថ្ងៃទី3ខែឧសភាឆ្នាំ2016យើងចាប់ផ្ដើមធ្វើពីភូមិកោះលួងឃុំរស្មីស្រុករវៀងនៅថ្ងៃទី4ខែឧសភាឆ្នាំ2016យើងធ្វើនៅភូមិកេឃុំរតនៈស្រុករវៀងនៅថ្ងៃទី5ខែឧសភាឆ្នាំ2016យើងនឹងធ្វើនៅភូមិតាសែនឃុំរណសេស្រុកសង្គមថ្មីនិងនៅថ្ងៃទី6ខែឧសភាឆ្នាំ2016យើងនឹងធ្វើនៅភូមិសុចឃុំស្ដៅស្រុកសង្គមថ្មីដូច្នេះសូមបងប្អូនកុំភ្លេចណាយើងនឹងជួបគ្នានៅក្នុងខេត្តព្រះវិហារចាប់ពីថ្ងៃទី3ដល់ថ្ងៃទី6ខែឧសភាឆ្នាំ2016ដោយដែលយើងខ្ញុំបានបង្ហាញនិងរៀបរាប់ជូនខាងលើពេលនេះអង្គការ CBN កម្ពុជាសូមគោរពអញ្ជើញលោកអ្នកដើម្បីនឹងចូលរួមគាំទ្រសុខភាពសហគមន៍យើងទាំងអស់គ្នាសូមអរគុណ